शरणं गच्छामि កម្មវិធីព្រះពុទ្ធសាសនាខ្មែរនិងដែនដីពុទ្ធភូមិជាបន្តទៅនេះសូមពុទ្ធបរិស័ទរីករាយព្រះសន្តាប់និងស្ដាប់ដូចតទៅជាបឋមខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ជារតនៈដ៏ឧត្តមឧត្តមប្រសើរក្រៃលែងក្នុងលោករករតនៈដតីណាមួយមកព្រៀបផ្ទឹមពុំបានឡើយខ្ញុំព្រះករណាសូមដល់នៅព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈជាទីពឹងទីរលឹកសពកាលខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈព្រះសង្ឃនាយកព្រះសង្ឃនាយករងព្រះមេគុណព្រះនុគុណប្រជាវត្តកាព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំព្រះទេវសត្ថាបណ្ឌិតពឿយមេត្តាព្រះអង្គគ្រូជាស្ថាបនិកនិងជាប្រជាវត្តកាវត្តខ្មែរទាំង10នៅឥណ្ឌានិងនេប៉ាល់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមគោរពជម្រាបសួរពុកម៉ែបងប្អូនពុទ្ធបរិស័ទមហាបរិស័ទទូទាំងព្រះរាជាណាចក្រកម្ពុជាស្ដាប់ដល់ទីកន្លែងណាគោរពជម្រាបសួរដល់ទីកន្លែងនឹងដោយក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌សូមគោរពជម្រាបសួរលោកគ្រូធម្មចារ្យទាំងពីរដែលកំពុងមានវត្តមាននៅក្នុងបន្ទប់ផ្សាយគឺលោកគ្រូធម្មចារ្យហេតុនហំនិងលោកគ្រូធម្មចារ្យមេចភ័ណ្ឌខ្ញុំបកាណាខ្ញុំបាទពឿយទីជាប់តាមប្រព័ន្ធ Telegram ពីវត្តខ្មែរជាសខុមអ៊ុនពូនក្រុងសាវត្ថីប្រទេសឥណ្ឌានៅរាត្រីថ្ងៃនេះគឺរាត្រីថ្ងៃពុធ700ខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី5ខែសីហាគ្រិស្តសករាជឆ្នាំ2026ជាថ្ងៃដ៏វិសេសវិសាលក្រៃលែងណាស់ដែលនេតិព្រះពុទ្ធសាសនាខ្មែរនិងដែនដីពុទ្ធភូមិបានវិលមកជួបប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទមហាបរិស័ទសាជាថ្មីម្ដងទៀតដើម្បីនឹងបានប្រកាសរៀបរាប់នឹងការកសាងនៅដែនដីស្រែបនឬក៏ដែនដីពុទ្ធភូមិជាភូមិដ៏ប្រសើរដែលមនុស្សទេវតាអិនព្រំគោរពបូជាទាំងយប់ទាំងថ្ងៃផងនិងសម្ដែងនៅព្រះធម៌គឺរឿងព្រះបាទនំរាជពោធិសត្វបន្តពីថ្ងៃមុនផងចឹងដើម្បីកុំឲ្យខាតពេលវេលាខ្ញុំកាលណាខ្ញុំបាទសូមឱកាសពីគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទមហាបរិស័ទទាំងអស់ដើម្បីនឹងប្រកាសការកសាងដោយសង្ខេបដូចតទៅទី1គឺការកសាងព្រះជលមនីចេតិយគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទមហាបរិស័ទតែងតែបានស្ដាប់ជារឿយៗហើយថាកសាងព្រះជលមនីចេតិយនឹងគឺដឹកនាំកសាងដោយព្រះទេវសត្ថាបណ្ឌិតពឿយមេត្តាយើងកសាងនៅប្រទេសនេប៉ាល់នៅពុទ្ធស្ថានទី1ដែលកន្លែងដែលព្រះអង្គទ្រង់ប្រសូតដែលជាទីពុទ្ធស្ថានដែលមិនអាចអត់បានសម្រាប់ពុទ្ធបរិស័ទមហាបរិស័ទដែលជាអ្នកមានឧបនិស្ស័យដែលជាអ្នកមានសទ្ធាជ្រះថ្លាយ៉ាងមុតមមយើងកសាងបានសមិទ្ធផល 65% ហើយនៅ 35% ទៀតអញ្ចឹងព្រះអង្គគ្រូនឹងកសាងឲ្យរួចឆាប់ក្នុងថ្ងៃខាងមុខដើម្បីបំពេញម្ចាស់សទ្ធាដែលគាត់ចាស់ធ្លាប់ចូលពីមុនក៏ដើម្បីនឹងឲ្យចង់រួចឆាប់នឹងដើម្បីបានចូលរួមសម្ពោធប្រើប្រាស់សម្រាប់គោរពបូជាដល់មនុស្សទូទាំងសកលលោកមិនគិតតែញាតិញោមនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាម្ចាស់សទ្ធានោះទេគឺញាតិញោមទូទាំងសកលលោកនឹងអាចមកថ្វាយបង្គំបានចឹងព្រះចលមនីចេតិយនឹងត្រូវការចំណាយច្រើនណាស់ញាតិញោមនៅថ្ងៃ60នៅ 35% នឹងព្រះអង្គគ្រូមានការខ្វះខាតច្រើនចឹងញាតិញោមអាចចូលជាដែក$1,920ដែកនៅប្រទេសនេប៉ាល់ថ្លៃជាងប្រទេសឥណ្ឌានៅប្រទេសឥណ្ឌា$1,610ស៊ីម៉ង់$1,150នៅប្រទេសនេប៉ាល់នៅប្រទេសឥណ្ឌា$1,110សសរព្រះចលមនីចេតិយមួយដើម$1,500បើមានញាតិញោមម្ចាស់សទ្ធាដែលជាអ្នកមានឧបនិស្ស័យចង់បូជាចំពោះព្រះសម្មាសម្ពុទ្ធចង់នៅគៀកចិត្តព្រះសម្មាសម្ពុទ្ធចូលជាសសរចូលជាសំងចូលជាដែកគណៈកម្មការយើងខ្ញុំនឹង
រៀបចំឆ្លោះឈ្មោះតាមសសរនិងឈ្មោះញាតិញោមដែលចូលសមងចូលដែកហ្នឹងនឹងសរសេរនៅក្នុងសភៅបញ្ជីទុកជាប្រវត្តិសាស្ត្រមិនអោយបាត់ឈ្មោះញាតិញោមឡើយចឹងញាតិញោមចូលរួមចោះគឺមានខកបំណងទេព្រះចលាមនីចេតិយនេះក្រៃលែងណាស់ហ្នឹងហើយនៅឋានតាបតឹងមានមួយនៅឋានមនុស្សលោកគឺមាននៅដែនចម្ពូទ្វីបនៅពុទ្ធស្ថានទី1ដែលដឹកនាំកសាងដោយព្រះទេវសត្ថានិយាយដោយខ្លីប្រយោជន៍បច្ចុប្បន្នចំណេញសម្រាប់ប្រជាជាតិខ្មែរយើងទាំងមូលសម្រាប់ព្រះរាជាណាចក្រកម្ពុជានឹងចំណេញថាម៉េចគឺចំណេញផ្សព្វផ្សាយវប្បធម៌ហើយនឹងក្បូរក្បាច់រចនាចំណេញសម្រាប់ដល់កូនចៅចំនួនក្រោយគាត់បានមកឃើញអូពុកម៉ែបងប្អូនដូនតារបស់ខ្ញុំគាត់បានចូលរួមកសាងទុកជាដំណើរទុកជាគេដំណើរដល់កូនចៅចំនួនក្រោយនឹងប្រយោជន៍បច្ចុប្បន្នប្រយោជន៍ទៅអនាគតនឹងគឺញាតិញោមបានបន់ច្រើនណាស់ព្រោះថាបានបូជាចំពោះបានចូលរួមកសាងព្រះចលាមនីចេតិយនឹងគឺដូចបាននៅគិចិត្តព្រះសម្មាសម្ពុទ្ធហេតុម្ដេចបានខ្ញុំបកណាខ្ញុំបានថានៅគិចិត្តព្រះសម្មាសម្ពុទ្ធព្រោះថាយើងដង្កល់ព្រះសារីរុក្ខធាតុសម្រាប់បូជាសម្រាប់គោរពបូជាទាំងមនុស្សនិងទេវតាឲ្យទីណាក៏ដោយឲ្យតែមានព្រះសារីរុក្ខធាតុរបស់ព្រះសម្មាសម្ពុទ្ធទោះបីឆ្ងាយដាច់ជើងមេឃក៏នៅតែមានអ្នកតាមថ្វាយបង្គំមនុស្សទេវតាថ្វាយបង្គំចឹងក្រៃលែងសម្រាប់ញាតិញោមណាស់ចឹងញាតិញោមចូលចោះគឺមានខកម្ដងទេបានចូលរួមកសាងព្រះចលាមនីចេតិយនឹងយើងដូចនៅគិចិត្តព្រះសម្មាសម្ពុទ្ធព្រោះថាយើងដង្កល់ព្រះសារីរុក្ខធាតុសម្រាប់គោរពបូជាអញ្ចឹងក្រៃលែងសម្រាប់ញាតិញោមពុទ្ធបរិស័ទមហាបរិស័ទណាញាតិញោមប្រាថ្នាយ៉ាងណាបានដោយសេចក្តីប្រាថ្នាព្រោះជាដែនដីស្រែបុណ្យដែនដីដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតត្រាស់ដឹងសម្ដែងធម្មចក្របរិនិព្វាននិងទីពុទ្ធស្ថានផ្សេងសម្រាប់ញាតិញោមដែលជាអ្នកមានឧបនិស្ស័យគ្រាន់តែលើតែដែនដីពុទ្ធភូមិនឹងក៏រន្ធត់ញាប់ញ័រនឹងសទ្ធាជ្រះថ្លាមុតមមលេងគិតអ្វីទាំងអស់គិតតែចង់ស្ដាប់គិតតែចង់ចូលរួមកសាងគិតតែចង់មកថ្វាយបង្គំចឹងក្រៃលែងណាស់ញាតិញោមដែនដីស្រែបុណ្យនេះប្រពៃសម្រាប់ញាតិញោមជាលៀបដ៏មហាសាលសម្រាប់ប្រទេសដែលជាអ្នកកាន់ពុទ្ធសាសនាជាពិសេសព្រះរាជាណាចក្រកម្ពុជាយើងនេះដែលយើងទាំងអស់គ្នាកើតមកជាអ្នកមានលៀបដ៏មហាសាលកើតក្នុងប្រទេសដ៏សមគួរប្រទេសដែលកាន់ព្រះពុទ្ធសាសនានិងប្រទេសឥណ្ឌាទាំងមូលប្រជាជនរាប់ម៉ឺនរាប់សែននាក់រាប់លានអ្នកនឹងកន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់បដិស្ថានគ្រប់ទីពុទ្ធស្ថានហើយមិនមានភពវាសនាដូចញាតិញោមទាំងអស់គ្នាឃើញញាតិញោមឃើញទេក្រៃលែងណាស់អញ្ចឹងញាតិញោមចូលរួមចោះគឺមានខកបំណងទេព្រះចលាមនីចេតិយនៅសមិទ្ធផលនឹង 35% ទៀតអញ្ចឹងញាតិញោមអាចចូលជាដែកចូលជាសមងចូលជាសសរតាមកម្លាំងសទ្ធាកុំគិតថាតិចកុំគិតថាច្រើនព្រោះថាឱកាសសម្រាប់យើងថ្នាក់គឺខ្លីណាស់នៅដួលតើងអត់មានរបស់ជាទីពឹងចឹងដើម្បីមានរបស់ជាទីពឹងយើងគួរតែខំប្រឹងសន្សំទាំងយប់ទាំងថ្ងៃដូចយើងសន្សំទ្រព្យសម្បត្តិដែលដើម្បីទ្រទ្រង់ជីវភាពយើងចឹងដើម្បីយើងត្រូវតែសន្សំបុណ្យដើម្បីទ្រទ្រង់យើងទៅជាតិខាងមុខព្រោះថាបើមានជាតិនេះនឹងមានជាតិខាងមុខចឹងយើងកុំជឿថាអូស្លាប់ទៅមិនដឹងថាកើតអីអានឹងយល់ខុសទេញាតិញោមចឹងបើមានជាតិខាងនេះគឺមានជាតិខាងមុខចឹងបើមានជាតិខាងមុខនឹងមានជាតិខាងមុខបន្តទៀតចឹងយើងត្រូវតែសន្សំចង់រួចចាក់ទុកទៅលខំប្រឹងប្រែងណាស់ញាតិញោមសម័យកាលនេះមានព្រះអង្គគ្រូព្រះទេវសត្ថាបណ្ឌិតពុយមេតាព្រះអង្គគ្រូជាមគ្គទេសបង្ហាញផ្លូវញាតិញោមដែលកំពុងតែបង្វែងនឹងឲ្យទៅរកផ្លូវដ៏កំពុងតែបង្វែងនឹងឲ្យញាតិញោមនឹងឈប់បង្វែងធ្វើដំណើរដោយថាឈប់បង្វែងញាតិញោមអញ្ចឹងកំពុងតែបង្វែងកាលណាមានអ្នកបង្ហាញផ្លូវយើងសប្បាយចិត្តណាស់អញ្ចឹងនឹងដូចគ្នាយើងទាំងអស់គ្នាសតតែជាអ្នកបង្វែងក្នុងថាសត្វជាមនុស្សក្នុងភពតូចនិងភពធំនឹងសតតែអ្នកបង្វែងហ្នឹងហើយអញ្ចឹងយើងទាំងអស់គ្នាដើម្បីជៀសផុតពីការបង្វែងក្នុងភពទាំង3ហ្នឹងទើបតែខំប្រឹងប្រែងប្រឹងសន្សំបុណ្យជារឿយតក់ពេញបំពង់តក់ពេញឆ្នាំងតក់ពេញក្អមញាតិញោមហ្នឹងកុំគិតថាតិចកុំគិតថាច្រើនមានតិចធ្វើតិចមានច្រើនធ្វើច្រើនបើអត់មានទេញាតិញោមអាចជួយផ្សព្វផ្សាយក៏បានបុណ្យច្រើនដែរព្រោះថាដែនដីស្រែបុណ្យនឹងក្រៃលែងសម្រាប់ញាតិញោមណាស់ចំណុចទី2គឺកសាងសវណ្ណកតយើងធ្វើអំពីមាសសុទ្ធ108តម្លឹងដាំត្បូងដាំពេជ្រឲ្យសមជាសារណវត្ថុដល់ប្រសើរសម្រាប់ដង្កល់ព្រះសារីរុក្ខធាតុសរុបទៅ130តម្លឹងអញ្ចឹងញាតិញោមក៏ចូលកន្លងមកបាន115តម្លឹងហើយនៅខ្វះ15តម្លឹងទៀតញាតិញោមតែងតែបានស្ដាប់ជារឿយញាតិញោមសតតែជាអ្នកមានបញ្ញាខំលះបង់
ទ្របដែលខំសន្សំទាំងយប់ទាំងថ្ងៃនឹងរហូតបាន115ដំណឹងបញ្ជាក់ថាញាតិញោមសុទ្ធតែជាអ្នកមានសទ្ធាមុតមមសុទ្ធតែជាអ្នកមានបញ្ញាចង់រលាស់ខ្លួនឲ្យចេញចាកពីទុក្ខទាំងឡាយទាំងពួងចឹងក្រៃលែងណាស់ញាតិញោមចឹងបានបូជាកសាងសវណ្ណកោតសម្រាប់ដង្កល់ព្រះសារីរុក្ខធាតុនឹងមួយហ៊ុនពីរហ៊ុនមួយជីពីរជីមួយដំឡឹងពីរដំឡឹងនឹងគឺមិនមែនបូជាសម្រាប់បង្អួតបង្ហាញថាមាសចំនួន130ដំឡឹងនោះទេឬក៏មិនមែនសម្រាប់ព្រះទេវសត្ថាបណ្ឌិតពុយមេត្តានោះទេគឺញាតិញោមបូជាចំពោះព្រះសម្មាសម្ពុទ្ធបុគ្គលឯណាមួយដែលបានបូជាចំពោះព្រះសម្មាសម្ពុទ្ធបានបូជាចំពោះព្រះពុទ្ធមានដូចជាគ្រប់ជាតិអញ្ចឹងញាតិញោមនឹងមានដូចជាគ្រប់ជាតិនឹងកើតតែទៅខាងមុខនឹងកើតតែក្នុងតកូលសមាធិតកូលដែលបន្តធ្វើសេចក្តីល្អរហូតទីបំផុតបានកើតតន់ព្រះពុទ្ធអង្គណាមួយឬក៏កើតតន់ព្រះអរិយមេត្រីនៅក្នុងចុងផុតកັບនេះញាតិញោមបានស្ដាប់ធម៌មួយគាថាពីរគាថាក៏បានរួចចាក់ទុកនៅពេលនោះក្រៃលែងណាស់នេះហៅថាដែនដីស្រែបន់ចឹងក្រៃលែងមើលញាតិញោមណាបានចូលរួមកសាងដែនដីស្រែបន់ហើយបានបូជាមាសសម្រាប់កសាងសវណ្ណកោដ្ឋទៀតចឹងក្រៃលែងចឹងសវណ្ណកោដ្ឋនៅខ្វះ15តម្លឹងទៀតញាតិញោមកុំគិតថាតិចកុំគិតថាច្រើនព្រោះថាសវណ្ណកោដ្ឋនឹងគឺមិនមែនញាតិញោមដឹងហើយមិនមែនសម្រាប់បង្អួតបង្ហាញទេណាសម្រាប់ដង្កល់ព្រះសារីរុក្ខធាតុរបស់ព្រះសម្មាសម្ពុទ្ធចឹងស្មើនឹងញាតិញោមបូជាចំពោះព្រះពុទ្ធស្មើនឹងដោយព្រះអង្គគង់ធរមាននៅចំពោះញាតិញោមទាំងអស់គ្នាចឹងក្រៃលែងណាញាតិញោមចឹងមួយហ៊ុនពីរហ៊ុនមួយជីពីរជីមួយដំឡឹងពីរដំឡឹងហ្នឹងក្រៃលែងបដូរមកនៅបានអរិយទ្រព្យដល់ប្រពៃសម្រាប់ញាតិញោមទៅជាតិខាងមុខញាតិញោមប្រាថ្នាចោះជាតិនេះធ្លាប់ជួបទុក្ខព្រួយទុក្ខលំបាកអ្វីដែលមិនបានសម្រេចដោយសេចក្តីប្រាថ្នាអ្វីដែលធ្វើមិនដូចចិត្តអ្វីដែលមិនបានដូចចិត្តនឹងគឺជាតិខាងមុខញាតិញោមប្រាថ្នាចោះបានដោយសេចក្តីប្រាថ្នាចំណុចទី3ជាវដីប្រឡោះកដាលវត្តខ្មែរពុទ្ធគយាកន្លែងដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងក្នុងផតកັບយ៉ាងនេះគ្រាន់តែព្រះពុទ្ធត្រាស់ដឹង4ព្រះអង្គហើយគឺព្រះពុទ្ធកុកសន្ធោព្រះពុទ្ធកណកមនោព្រះពុទ្ធកស្បោនិងព្រះពុទ្ធកដំឃើញទេញាតិញោមពុទ្ធនៅពុទ្ធគយាហ្នឹងគឺគ្រាន់តែព្រះពុទ្ធ4ព្រះអង្គត្រាស់ដឹងកន្លែងតែមួយហៅថាជាទីអចលចេតីជាទីដែលមិនប្រែប្រួលអញ្ចឹងជាដែនដីដ៏អស្ចារ្យហ្នឹងហើយអស្ចារ្យគ្រប់កន្លែងប៉ុន្តែកន្លែងពុទ្ធគយាហ្នឹងឃើញទេព្រះពុទ្ធ4ព្រះអង្គត្រាស់ដឹងហើយនៅតែព្រះអរិយមេត្រីនឹងត្រាស់ដឹងក្នុងចុងផុតកັបយ៉ាងនេះចឹងញាតិញោមដើម្បីប្រាថ្នាបានកើតតន់ព្រះសាមេត្រីដើម្បីរលាស់ខ្លួនឲ្យចេញចាក់ទុកទាំងឡាយទាំងពួងមានតែខំប្រឹងហ្នឹងហើយបានកើតជាមនុស្សជាការក្រហើយអញ្ចឹងបើជាការក្រយើងត្រូវតែខំប្រឹងតែញាតិញោមនឹងបានកើតជាមនុស្សហើយជាលៀបមួយហើយបានកើតក្នុងប្រទេសដ៏សំគួរជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាមួយទៀតហើយបានកើតតន់ទីពុទ្ធស្ថានដែលព្រះអង្គបដិស្ថានទុកដោយព្រះអង្គគង់ធរមាននៅហើយសម័យកាលនេះទៀតមានព្រះអង្គគ្រូដូចទេវតាតាក់តែងអញ្ចឹងព្រះអង្គគ្រូព្រះទេវសត្ថាបណ្ឌិតពុយមេត្តាព្រះអង្គគ្រូកសាងនៅដែនដីស្រែបន់គឺញាតិញោមបានចូលរួមដោយបូជាចំពោះព្រះសម្មាសម្ពុទ្ធអញ្ចឹងដោយព្រះអង្គគង់ធរមាននៅចំពោះមុខយើងអញ្ចឹងញាតិញោមបានបន់ច្រើនណាស់នឹងទោះបីព្រះអង្គបរិនិព្វានអស់ជាង2500ឆ្នាំមែនក៏ប៉ុន្តែទីពុទ្ធស្ថានដែលព្រះអង្គបដិស្ថាននៅមានយ៉ាងពិតប្រាកដអញ្ចឹងញាតិញោមក្រៃលែងណាស់ញាតិញោមចូលរួមកសាងចូលរួមជាដីប្រឡោះកដាលព្រោះថាដីប្រឡោះកដាលនេះម្ចាស់ដីគេថាបើយើងបានតែ600លើកមុនញាតិញោមជាបាន341ម៉ែត្រការ៉េសូមអធិស្ឋាន341ម៉ែត្រការ៉េនៅខ្វះ760ម៉ានទេលោកគ្រូនៅខ្វះ769ម៉ែត្រការ៉េទៀតនៅខ្វះ769ម៉ែត្រការ៉េទៀតអញ្ចឹងបើបានតែ600ម៉ែត្រការ៉េទៀតសរុបទៅ1000ម៉ែត្រការ៉េម្ចាស់គេនឹងអនុញ្ញាតឲ្យយើងកសាងជាព្រះវិហារបានហ្នឹងជាដែនដីដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងរហូត4ព្រះអង្គហើយជាដែនដីដែលអស្ចារ្យប្រយោជន៍ទាំងបច្ចុប្បន្ននិងអនាគតបច្ចុប្បន្នយើងមានវត្តខ្មែរយើងបង្ហាញលើឆាកអន្តរជាតិមានក្បូរក្បាច់រចនាប្រពៃដូចជាក្បូរក្បាច់អង្គរហ្នឹងហើយបានទុកជាគេដំណើរដល់កូនចៅជំនាន់ក្រោយនោះប្រយោជន៍បច្ចុប្បន្នប្រយោជន៍ទៅអនាគតជាតិនឹងគឺញាតិញោមប្រាថ្នាចោះគឺមានខកបំណងទេព្រោះថាញាតិញោមបានយល់បានដឹងហើយបានស្ដាប់ធម៌ច្រើនដឹងថាដែនដីនេះអត់មានដែនដីណាក្រៃលែងជាងដែនដីពុទ្ធភូមិជាដែនដីនៅប្រទេសឥណ្ឌានេះទេ
កុំគិតថាប្រទេសអាមេរិកប្រទេសសិង្ហបុរីប្រទេសកាណាដាប្រទេសដែលជាអ្នកមានប្រទេសដែលមើលទៅស្អាតប្រទេសស្វីសឡែនអីស្អាតហ្នឹងក៏ស្អាតសម្រាប់តែប្រជាជនដែលអ្នកជ្រុលជ្រើមដូចសត្វមួយមេឃនោះទេអាហ្នឹងបានថាស្អាតតែសម្រាប់ញាតិញោមដែលជាអ្នកប្រាថ្នារលាស់ខ្លួនចេញចាក់ទុកហ្នឹងគឺអត់ស្អាតដូចដែនដីឥណ្ឌានេះទេអញ្ចឹងដែនដីឥណ្ឌាហ្នឹងញាតិញោមខ្លះគាត់តែងតែអូយទៅប្រទេសឥណ្ឌាហ្នឹងស្មោកគ្រោកណាស់ជាងអេសណាស់អាហ្នឹងញាតិញោមមើលឃើញតែសម្បកក្រៅតែខាងក្នុងហ្នឹងខ្លឹមណាស់ញាតិញោមខ្លឹមមែនទែនហ្នឹងហើយចឹងខ្លឹមនឹងมันអាចថារកប្រទេសណាមកព្រឹបផ្ទឹមបាននៅអានឹងនៅក្នុងដែនមនុស្សតែសែនកោតចក្រវាលទេវតាសែនកោតចក្រវាលនឹងប្រាថ្នាមកថ្វាយបង្គំទាំងយប់ទាំងថ្ងៃអញ្ចឹងញាតិញោមក្រៃលែងណាអញ្ចឹងញាតិញោមចូលរួមចោះគឺមានខកម្ដងទេដីប្រឡោះកដាលហ្នឹង1ម៉ែត្រការ៉េ$1000នៅខ្ពស់769ម៉ែត្រការ៉េទៀត1ម៉ែត្រការ៉េ$1000ចំណុចទី4កសាងវត្តខ្មែរប្រពុតគោដំក្រុងណៃដាកលែងដែលព្រះអង្គសម្ដែងសតិប្បដ្ឋាននឹងជាយន្តោជាទីស្នាក់ការសំខាន់ណាស់ញាតិញោមជាទីស្នាក់ការសំខាន់នឹងព្រោះថាគណៈធម្មយាត្រាស្វែងបុណ្យទាំងទៅទាំងមកនឹងគឺត្រូវស្នាក់នៅវត្តខ្មែរប្រពុតគោដំទាំងបន្តជើងទៅភ្នំហេមពៀនក៏ត្រូវស្នាក់នៅវត្តខ្មែរប្រពុតគោដំអញ្ចឹងកន្លែងហ្នឹងគឺវត្តយើងបានអាយុកាលប្រហែលជាង1ឆ្នាំហើយញាតិញោមអញ្ចឹងព្រះអង្គគ្រូកសាងរហូតបាន19បន្ទប់ញាតិញោមជាអស់ហើយមិនបានអានឈ្មោះទៀតទេហើយនឹងឥឡូវគម្រោងកសាងរបងព័ទ្ធជំវិញ1ប្រឡោះ$450ញាតិញោមជាបាន41ប្រឡោះហើយនៅខ្វះ280ប្រឡោះទៀត1ប្រឡោះ$450នៅវត្តខ្មែរព្រះពុទ្ធគោដំក្រុងណៃដាកន្លែងដែលព្រះអង្គសម្ដែងសតិប្បដ្ឋាននឹងជាយន្តោហើយព្រះអង្គគ្រូនឹងគម្រោងកសាង51បន្ទប់ឥឡូវក្នុងនោះបានអ្នកម្ដាយអាបាសកាយុនសៀងក៏ចូលមុនគេគឺលេខ1គឺបន្ទប់លេខ1គឺ$10000គាត់ចូលបន្ទប់នឹងព្រោះថាញាតិញោមថាបាន19បន្ទប់ហើយមកហេតុមិនដេចមិនចង់កសាងទៀតព្រោះថារដូវកាលដែលគណៈធម្មយាត្រាស្វែងបុណ្យនោះគឺញាតិញោមមកច្រើនណាស់ញាតិញោមមកច្រើនណាស់អញ្ចឹងអត់មានកន្លែងទេអត់មាន10 20បន្ទប់ហ្នឹងតិចបើយើងមានចាប់ពី30 40 50 60បន្ទប់ហ្នឹងសម្រាប់ទទួលគណៈធម្មយាត្រាមកពីគ្រប់ទិសទីមិនគិតថាញាតិញោមខ្មែរយើងមិនគិតថាញាតិញោមទេឲ្យតែមកសុំកន្លែងស្នាក់នៅយើងឲ្យស្នាក់នៅបានទាំងអស់អញ្ចឹងម្ចាស់សទ្ធាដែលចូលបន្ទប់ហ្នឹងបានបុណ្យទាំងយប់ទាំងថ្ងៃជាងក្រៃលេងណាញាតិញោមហ្នឹងហើយនឹងដីនៅវត្តខ្មែរប្រពុតគោដំហ្នឹង1ម៉ែត្រការ៉េ$70មួយកថាឬក៏ស្រុកយើងហៅថា1ឡូ63ម៉ែត្រការ៉េ$4410នៅនោះក៏មានអ្នកម្ដាយអាបាសកាយនសៀងក៏ចូលមុនគេទៀត1កថាឬក៏1ឡូនោះ$4410នៅវត្តខ្មែរប្រពុតគោដំក្រុងណៃដាហើយនឹងបង្គន់នៅខ្វះ2បង្គន់មួយតម្លៃ$2000ញាតិញោមពុទ្ធបរិស័ទនឹងវត្តខ្មែរជាសខុមអ៊ុនពូនក្រុងសាវត្ថីដែលខ្ញុំប្រកាសណាខ្ញុំបាទពើទីកំពុងតែផ្សាយចេញពីវត្តខ្មែរជាសខុមអ៊ុនពូនក្រុងសាវត្ថីនឹងជាប់តាមប្រព័ន្ធ Telegram គឺកំពុងតែកសាងយ៉ាងសស័កស្នាមឥឡូវកំពុងកសាងមហាកុដ10បន្ទប់ឥឡូវ10បន្ទប់ហ្នឹងគឺថាព្រះអង្គគ្រូកសាងបានតែក្រុមការងារព្រះអង្គគ្រូឲ្យដាក់ឲ្យលឿនតាមដានស្ថានភាពដាក់លឿនហើយក៏គិតថាឃើញលឿនហើយព្រះអង្គគ្រូថា10បន្ទប់ហើយជាមិនគ្រប់ទេអញ្ចឹងលោកឲ្យកសាងថែម10បន្ទប់ជាប់គ្នាចាក់គ្រឹះរួមគ្នាបដ ாய் ឥឡូវចាក់គ្រឹះរួចហើយខ្ញុំដោយសារតែមិនទាន់បានរៀបបន្ទប់ដោយសារបន្តគ្រឹះ10បន្ទប់ទៀតនឹងឯងឥឡូវបានជាប់គ្នាអស់ហើយបានបន្តខាងវិស្វករឥណ្ឌានឹងគេជួយមើលដាក់ឡើងមកស្អាតអស់ហើយអញ្ចឹងញាតិញោមក៏ជាអស់10បន្ទប់ហើយពីបន្ទប់លេខ1ដល់បន្ទប់លេខ10អញ្ចឹងនៅបន្ទប់លេខ11ដល់បន្ទប់លេខ20ក្នុងមួយបន្ទប់$7000ព្រោះថាព្រះអង្គគ្រូលើកមុនថាប្រកាសមកបន្ទប់$5000ហ្នឹងគឺយើងធ្វើធម្មតាយើងធ្វើបាំងសង្ស័យធម្មតាមិនប្រើគ្រឹះមុំអីទេក៏ប៉ុន្តែគិតទៅគិតមកលោកថាកសាងម្ដងហើយឲ្យរួចសាច់បដ ாய் ទៅកុំចាំបាច់នេះអញ្ចឹងសម្រាប់ថាកសាងប្រើគ្រឹះឲ្យមុំសម្រាប់2ជាន់ទៅ3ជាន់អញ្ចឹងតភ្ជាប់គ្នាគ្រប់20បន្ទប់អញ្ចឹងទៅអញ្ចឹងបានត្រូវព្រះអង្គគ្រូថាដាក់7000ហ្នឹងក៏មិនចំណេញដែរគ្រាន់តែឲ្យតែបានញាតិញោមចូលមកលោកបានរោបច្ច័យនេះនោះបន្ថែមព្រោះថាកសាងឲ្យរួចឆាប់ដើម្បីសម្រាប់ទទួលគណៈធម្មយាត្រាខែ11ដែលដង្ហែអង្គធិនមកវេប្រគេនព្រះសង្ឃទាំង10វត្តហ្នឹងហើយអញ្ចឹងវត្តខ្មែរជាសង្គមអ៊ុនពូនហ្នឹងអញ្ចឹងនៅមានសម្រាប់ញាតិញោមចង់ចូលបន្ទប់មានបន្ទប់លេខ11 12 13 14 15រហូតដល់បន្ទប់លេខ20ក្នុងមួយបន្ទប់$7000ហើយចាំបាច់បំផុតញាតិញោមដែលត្រូវការចាក់ដីនេះរាប់ពាន់ឡានព្រោះថាដីវត្តយើងហ្នឹងវាទាបជាងផ្លូវជាតិអញ្ចឹងយើងដើម្បីយកកម្ពស់ស្មើផ្លូវជាតិហ្នឹង
ត្រូវការដីមិនក្រោម 5,000 6,000 ឡានក្នុង1ឡាន$40 ឥឡូវថ្ងៃមុនសំបាន120 ឡានហ្នឹងញាតិញោមក៏ចូលតាម25 ហិតក្រុងបាន20 ឡានតែបានអបាសកជាស្ខុំនិងអបាសកាអ៊ុនពូនក៏ចូល100 ឡានទៀតសរុបទៅបាន120 ឡានឥឡូវចាក់អស់ហើយឥឡូវសន្សំទៀតគេឲ្យជឿញាតិញោមនៅឥណ្ឌាគេឲ្យជឿអញ្ចឹងសន្សំទៀតអញ្ចឹងបើមានញាតិញោមចូលបានចាប់ពី100 ឡានទៀតនឹងចាក់ទៀត1ឡាន$40ហើយគម្រោងកសាងបង្គន់8គឺសម្រាប់ជាប់គ្នានឹងកត់ទាំង20បន្ទប់ហ្នឹងចឹងបង្គន់8ហ្នឹងបង្គន់មួយតម្លៃ$2,000ព្រោះថាខ្លាចញាតិញោមមកច្រើនទៅអត់មានកន្លែងចូលក្នុងបន្ទប់គេហ្នឹងវាអត់មានញាតិញោមគាត់ចូលហើយច្រាហើយថាកំពុងតែចូលទៅដាញ់គាត់ចាញ់មិនអញ្ចឹងយើងអាចមានបន្ទប់ខាងក្រៅសម្រាប់ញាតិញោមដែលគាត់ចង់បត់ដៃបត់ជើងអីហ្នឹងអញ្ចឹងត្រូវតែមានបន្ថែមគ្រប់វត្តអញ្ចឹងបង្គន់8ហ្នឹងបង្គន់មួយ$2,000អត់ទាន់មានញាតិញោមជាវទេហើយនឹងកសាង60បន្ទប់សម្រាប់ទទួលគណៈធម្មយាត្រាញាតិញោមថាមាន20បន្ទប់ហើយចង់អូយបងគ្រូថាបើមានចង់កសាង100បន្ទប់ព្រោះថាដែនដីស្រែបន់នេះក្រៃណាស់លេងណាស់ញាតិញោមទៅខាងមុខទៀតប្រទេសយើងជឿនលឿនអាចសបោសបាយអើយខ្មែរយើងមករាប់ម៉ឺនរាប់សែននាក់អញ្ចឹងយើងសម្រាប់ទទួលញាតិញោមខ្មែរយើងផងខ្មែរយើងទូទាំងសកលលោកផងញាតិញោមដែលជាអ្នកកាន់ព្រះពុទ្ធសាសនាអន្តរជាតិមកពីគ្រប់ទិសទីអាចស្នាក់នៅបានអញ្ចឹងម្ចាស់បន្ទប់ហ្នឹងនឹកដល់ពេលណាបានបន់ពេលនោះបានបន់គ្រប់យ៉ាងបានបន់ទាំងយប់ទាំងថ្ងៃអញ្ចឹងក្រៃលែងអញ្ចឹង60បន្ទប់នោះមាន3ជាន់ក្នុងមួយជាន់មាន20បន្ទប់ក្នុងមួយបន្ទប់មានបង្គន់2តម្លៃ$12,000ហើយនឹងកសាងរបងព័ទ្ធជុំវិញវត្តខ្មែរជាសង្គមអ៊ុនពូនដែលមានវាស់ទៅគឺទាំងកសាងរបងធម្មតានោះទេញាតិញោមគឺប្រហែលជា341ប្រឡោះ341ប្រឡោះហ្នឹងគឺមួយប្រឡោះ$450ហើយនឹងខាងមុខគម្រោងកសាងខ្លងទ្វារបែបអង្គរវត្តតែមិនដឹងថាតម្លៃប្រមាណទេព្រះអង្គគ្រូលោកចាត់ចែងជាមួយលោកជាងវាយប្លង់អីច្បាស់ហើយដឹងតម្លៃហើយចាំប្រាប់ញាតិញោមខ្លៃលោកមានវរៈបរោះវរៈនារីញាតិញោមពុទ្ធបរិស័ទដែលជាមានសទ្ធាជ្រះថ្លាចង់ចូលរួមកសាងខ្លងទ្វារឆ្លាក់ឈ្មោះក្នុងប្រវត្តិសាស្ត្រហ្នឹងក៏អាចចូលបានហើយនឹងខាងមុខហ្នឹងក៏សាងរបងកងចាក់42ប្រឡោះមួយប្រឡោះ$2,000នៅវត្តខ្មែរជាសង្គមអ៊ុនពូនក្រុងសាវត្ថីចំណុចទី5ឧបត្ថម្ភចង្ហាន់ព្រះសង្ឃទាំង10វត្តញាតិញោមពុទ្ធបរិស័ទឧបត្ថម្ភចង្ហាន់ព្រះសង្ឃទាំង10វត្តគឺព្រះអង្គគ្រូដែលជាជំនួយការទាំងអស់ហ្នឹងគឺនៅអង្គខ្លះ2ឆ្នាំ3ឆ្នាំមិនទាន់បានទៅលេងស្រុកទេញាតិញោមអាចប្រគេនជាបច្ច័យ4ឬក៏ជាសម្បត្តិយន្តហោះឬក៏ជាចង្ហាន់គឺអង្គ1តោន$700កន្លះតោន$350មួយបៅ$35ឬក៏ញាតិញោមចង់ជាសមាគមដែនដីពុទ្ធភូមិសមាគមដែនដីស្រែបន់5នាក់10នាក់20នាក់ចូលប្រចាំខែប្រចាំឆ្នាំក៏បានដែរជាសមាគមបិទនៅអបាយភូមិក្រៃលែងសម្រាប់ញាតិញោមណាហ្នឹងហើយញាតិញោមដែលចង់ចោះឈ្មោះមកប្រទេសឥណ្ឌាហ្នឹងដើម្បីដង្ហែអង្គធានមកវេប្រគិនព្រះសង្ឃទាំង10វត្តហ្នឹងសម្រាប់ថ្ងៃទី17ឬថ្ងៃទី20ខែ11អញ្ចឹងឥឡូវចូលខែ8ហើយគឺតម្លៃម្នាក់$1,000ចឹងតានៅបន្តិចទៀតម្នាក់$1,500ឥឡូវញាតិញោមចោះហើយម្នាក់$1,000ចឹងញាតិញោមអាចចោះបានឥឡូវនៅតែទទួលទេតែបានគ្រប់គ្នាហើយឲ្យថ្លៃប៉ុន្មានក៏អត់ទទួលដែរឥឡូវនៅទទួលញាតិញោមចឹងដោយពេលវេលាមានកំណត់ខ្ញុំកាលណាខ្ញុំបាទសូមថ្លែងអំណរគុណដល់សប្បុរសជនគឺតាមរយៈលោកឪពុកអបាសកព្រីមអឿនថ្ងៃច័ន្ទ14រួចខែបឋមសាទខែបឋមសាទខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2507ត្រូវថ្ងៃទី3ខែកក្កដាគ្រិស្តសករាជឆ្នាំ2021អបាសកអបាសិកាពុទ្ធបរិស័ទភូមិស្លក្រាមភូមិតាបែនភូមិគោកតាឯកភូមិកំណប់ឃុំស្លក្រាមឃុំតាបែនស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យចូលរួមកសាងទឹកដីពុទ្ធភូមិវត្តទាំង10ប្រទេសឥណ្ឌានិងប្រទេសនេប៉ាល់ប្រចាំខែកក្កដាកសាងទូទៅតាមរយៈអបាសកព្រីមអឿនលោកឪពុកព្រីមអឿនមេក្រុមនៅខាងស្វាយជ័យហ្នឹងអ្នកម្ដាយវាញអ៊ីមហ្នឹងដើរលក់អន្សមណាអន្សមដើរលក់អន្សមផងបេះថាច្រត់តពាំងផងហើយលោកពុកព្រីមអឿននឹងឈឺខំប្រឹងហើយជាភាស័កទៀតណានៅស្វាយជ័យហ្នឹងគាត់នៅតែចូលប្រចាំខែបានក្រៃលែងណាពុកអើយក្រៃលែងមែនទែន
សូមលោកឲ្យពុកព្រីមអឿនជាបេរុគាទាំងឡាយមានឈ្មោះដូចតទៅបាសក់ព្រីមអឿនបាសកាវ៉ាញ់អ៊ីមចូលកសាងប្រចាំខែទាំង10វត្ត 73000 អបាសកាញៀនខែននៅស្លក្រាម 10000 អបាសកាញៀនងេមនៅស្លក្រាមប្រចាំខែ 10000 អបាសកាញៀនធុចនៅភូមិស្លក្រាម 10000 អបាសកាជាខុំនៅភូមិស្លក្រាម 10000 អបាសិកាលួននៅភូមិកំណប់ប្រចាំខែ 20000 ហើយតាសើតយាយគឿមនៅភូមិកំណប់ប្រចាំខែ 20000 ហើយក្មួយបឿននាងផាវនៅគុកតាឯកប្រចាំខែ 10000 ចឹងដោយពេលវេលាមានកំណត់ខ្ញុំកណាខ្ញុំបាទសូមស្លេះតែត្រឹមនេះសូមគោរពអញ្ជើញលោកគ្រូធម្មអាចារ្យមេជផុននិងលោកគ្រូធម្មអាចារ្យហ៊ានណហមសម្ដែងនៅពធដូចតទៅតាមថោរតនតយសៈខ្ញុំបកណាជាអម្ចាស់សូមក្រាបថ្វាយបង្គំគុណកែវទាំង3ដោសេចក្តីគោរពសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈកណាម្ចាស់គ្រប់ព្រះអង្គជាពិសេសក្រាបថ្វាយបង្គំព្រះទេវសត្តាមដិតពុយមេតាដែលព្រះអង្គគ្រូជាបិតាស្ថាបនិកវត្តខ្មែរទាំង10នៅដែនដីពុទ្ធភូមិញោមញាតិណាហើយថ្ងៃនេះខ្ញុំកណាខ្ញុំបាទមេសុភ័ណ្ឌលោកគ្រូហ៊ានហំជាមួយលោកគ្រូពុយទីនឹងបន្តណានៅប្រធានបទពាក់ព័ន្ធទៅនឹងណាព្រះបរមពុរិស័ទដែលយើងកសាងនៅឋិដ្ឋានបារមី ដើម្បីបានត្រាស់ដឹងនៅនុត្តរសម្មាសម្ពុទ្ធញាណហើយត្រែមអរគុណណាស់ដល់គ្រូពុយទីបានរាយរាប់ពីសកម្មភាពកសាងញោមញាណការកសាងនេះមានសារៈសំខាន់ណាស់ញាតិញោមជាអានិសង្ឃជាបុណ្យកុសលណាសម្រាប់យើងរៀងខ្លួនដើម្បីភ្ជាប់បនិស័យនៅក្នុងព្រះសាសនាណាហើយមួយទៀតនោះប្រយោជន៍បច្ចុប្បន្នហ្នឹងគឺដើម្បីណាលើកដំកើងព្រះពុទ្ធសាសនាខ្មែរយើងនៅស្រុកព្រះណាហើយបានរុងរឿងប្រសើរនឹងគឺញាតិញោមកុំឲ្យចាញ់បរទេសណាហើយយើងមានវាសនាណាព្រះអង្គគ្រូបង្កើតតាំងពីវត្តទី1ទសវត្សរ៍ឆ្នាំ2002រហូតដល់ឥឡូវជាង20ឆ្នាំហើយញាតិញោមបាទចឹងបានន័យថាបានវត្ត10នេះជាមរតកណារបស់ខ្មែរយើងនៅស្រុកព្រះហើយទៅណាមកណាគឺស្គាល់កម្ពុជាយើងណាក្នុងនាមថាវត្តប្រទេសអ្នកកាន់ពុទ្ធសាសនាហើយទៅដល់ស្រុកព្រះជាបិតារបស់យើងអត់មានអីសោះមិនកើតញាតិញោមសម័យនេះបាទហើយយើងមិនដែលមានទេរាប់ពាន់ឆ្នាំហើយឥឡូវយើងមានដល់ទៅ10វត្តណាហើយ10កន្លែងនេះសំខាន់ណាស់សិតតែកន្លែងពាក់ព័ន្ធណាទៅនឹងពុទ្ធឋានដែលព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គទ្រង់ប្រសូតព្រះអង្គត្រាស់ដឹងណាព្រះអង្គសម្ដែងពធឬក៏ព្រះអង្គប្រោសពពួកមនុស្សនិងទេវតាជាដើមរហូតទៅដល់ណាកន្លែងដែលពុទ្ធឋានព្រះអង្គប្រេណពៀនហ្នឹងញាតិញោមណាឈ្មោះទៅក្រុងកុសនារាហ្នឹងបានន័យថាយើងមានទាំងអស់ញាតិញោមចឹងជាភពសំណាងរបស់យើងណាស់នៅក្នុងនាមអ្នកដើរតាមវិគាពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធនៃយើងណាយើងក៏បីលះបង់ញាតិញោមទោះបីតិចទោះបីច្រើនក្តីហ្នឹងហើយតាមលទ្ធភាពហើយញាតិញោមទាំងអស់ហ្នឹងតែងតែណាតំណតំណងមកទៅចូលបុណ្យផងហើយចាប់ផលណានៅក្នុងការកសាងផងពិសេសហ្នឹងគឺថាត្រៀមខ្លួនដើម្បីទៅថ្វាយបង្គំញាតិញោមនៅក្នុងខែ11នេះបាទដង្ហែអង្គឋានទាននោះផងហើយយើងទៅតែម្ដងហ្នឹងបានរហូតទៅដល់10វត្តតែម្ដងញាតិញោមណាទៅម្ដងហ្នឹងញាតិញោមមានបទពិសោធន៍ធ្លាប់ជើញទៅហ្នឹងដឹងហើយណាសប្បាយណាស់ញាតិញោមបានថ្វាយបង្គំពុទ្ធឋានទាំងអស់ហើយបានដង្ហែអង្គឋានទានណាសម្រាប់ប្រគិនប្រសង់ដែលគង់ចាំប្រវសាទាំង10វត្តហ្នឹងឯងហ្នឹងជាអានិសង្ឃច្រើនញាតិញោមមិនអាចគណនាបានទេនៅក្នុងបច្ចុប្បន្ននេះណាទោះបីតែយើងប្រាថ្នាយកនៅមនុស្សសម្បត្តិក្តីឬក៏សុគតិសម្បត្តិក្តីឬក៏និព្វានសម្បត្តិក្តីបានមកពីការបំពេញមហាទានដែលយើងត្រូវធ្វើរាល់ថ្ងៃនឹងហើយអញ្ចឹងញាតិញោមទាំងអស់សូមចូលរួមបន្តឧបត្ថម្ភគំពីក្នុងការកសាងវត្តខ្មែរទាំង10ផងហើយចូលរួមទាំងឲ្យអង្គឋានទានដើម្បីចុះឈ្មោះញាតិញោមណាដោយលោកគ្រូពុយទីសម្ដែងឲ្យលើកឡើងមិញហើយថាម្នាក់$1000នឹងចាប់ពីខែ8ហ្នឹងទៅញាតិញោម
នឹងម្នាក់$1000ហើយចំពោះត្រៃញាតិញោមត្រៃធំ$300ត្រៃតូច$150បើញាតិញោមចង់ចូលរួមជាត្រៃក៏អាចចាប់ផលបានបាទហើយដល់ឡែកញាតិញោមពុទ្ធបរិស័ទបានធ្វើដំណើរទៅថ្វាយបង្គំទេចូលជាត្រៃក៏បានដែរញាតិញោមណាត្រៃតូចក្តីត្រៃធំក្តីឬក៏តាមសទ្ធាអញ្ចឹងទៅណាសង្កត់ត្រៃទៅរួមចំណែកក្នុងការកសាងដូចគ្នាណាអញ្ចឹងសូមញោមញាតិទាំងអស់ណាពេញមហាកុសលដើម្បីបានជាប្រយោជន៍រៀងខ្លួនញាតិញោមបាទនឹងពាក់ព័ន្ធរឿងនេះនឹកដល់ទៅដល់ព្រះសម្មាសម្ពុទ្ធណាជាអម្ចាស់នៃយើងព្រះអង្គសម្ដែងណានៅក្នុងសាសនាសុភាសិតញាតិញោមព្រះអង្គសម្ដែងពីបុគ្គលដែលជាបណ្ឌិតញាតិញោមបុគ្គលដែលជាបណ្ឌិតនឹងលោកប្រាថ្នាយកនៅការងារទាំងឡាយណាដែលជាប្រយោជន៍ការងារទាំងឡាយណាដែលអត់ប្រយោជន៍លោកមិនធ្វើទេញាតិញោមនឹងនោះដោយមានពាក្យពុទ្ធដីកាថាអនដ្ឋังបរិវិជ្ជតិអដ្ឋังកនហតិបណ្ឌិតោបណ្ឌិតទាំងឡាយតែងតែវាបង់នៅអំពើទាំងឡាយណាដែលមិនមែនជាប្រយោជន៍ហើយបណ្ឌិតទាំងឡាយតែងតែកាន់យកនៅអំពើទាំងឡាយណាដែលជាប្រយោជន៍ញាតិញោមណាអញ្ចឹងបណ្ឌិតអស្ចារ្យណាញាតិញោមពាក្យថាបណ្ឌិតក្នុងទីនេះញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានមានសទ្ធាណារាល់ថ្ងៃហ្នឹងបានបំពេញនៅទានបារមីណាជាមួយវត្តខ្មែរយើងទាំង10ហ្នឹងបានន័យតែយើងឲ្យឈ្មោះទៅជាបណ្ឌិតហើយព្រោះអំពើនេះជាប្រយោជន៍ញាតិញោមណាប្រយោជន៍ខ្លួនយើងផងប្រយោជន៍បច្ចុប្បន្នផងហើយនៅក្នុងអវាទដែលព្រះអង្គសម្ដែងនៅក្នុងសុតន្តបិដកហ្នឹងព្រះអង្គសម្ដែងថាបុគ្គលពាលនិងបុគ្គលបណ្ឌិតបុគ្គលពាលតែងតែកាត់បង់នៅប្រយោជន៍ពីរណាគឺកាត់បង់ប្រយោជន៍ខ្លួនឯងផងកាត់បង់ប្រយោជន៍អ្នកដទៃផងនឹងឲ្យឈ្មោះថាបុគ្គលពាលណាអញ្ចឹងណាហើយបុគ្គលជាបណ្ឌិតណាតែងតែចម្រើននៅប្រយោជន៍ខ្លួនឯងផងប្រយោជន៍អ្នកដទៃផងបុគ្គលដែលសម្លឹងឃើញនៅប្រយោជន៍ទាំងពីរនេះឲ្យឈ្មោះថាបណ្ឌិតឲ្យឈ្មោះថាអ្នកប្រាជ្ញហើយអញ្ចឹងណាញោមណានឹងក្នុងពុទ្ធភាសិតហ្នឹងសំដៅអត្ថន័យយ៉ាងនឹងឯងអញ្ចឹងទេណាយើងធ្វើទានរាល់ថ្ងៃហ្នឹងបានន័យថាយើងបំពេញប្រយោជន៍ឲ្យញោមណាហើយយើងមានទ្រព្យហើយស្រាប់តែយើងទៅណាលេងលបែងអញ្ចឹងណាញោមឬក៏ទៅផឹកទៅស៊ីអីចឹងទៅណាដូចជាមនុស្សមួយចំនួនធំណាព្រោះអ្នកប្រាជ្ញឬបណ្ឌិតនេះតិចគ្នាណាញាតិញោមបើនិយាយពីអ្នកធ្វើបុណ្យវិញនៅក្នុងស្រុកព្រះរបស់យើងហ្នឹងគឺមិនច្រើនទេញាតិញោមណាបើសិនជាចូលកសាងដោយព្រះអង្គគ្រូចំណាំទៅលើកឡើងចឹងថា17លានអ្នកម្នាក់តែ$1ហ្នឹងញាតិញោមយកលុយកសាងឈ្នះមួយខែ$1មួយខែ$1ណាមិនច្រើនទេស្មើទៅខ្វេមួយកែវហ្នឹងគ្រូណាប៉ុន្តែមានបានណាញាតិញោមអ្នកកសាងដែនដីពុទ្ធភូមិនោះមានប្រមាណតែ1000-2000អ្នកអីប៉ុណ្្នឹងឯងណាបូករួមទាំងញាតិញោមនៅបរទេសផងដូចជាអ្នកអាមេរិកអ្នកបារាំងកាណាដាអញ្ចឹងទៅណាគាត់ចូលរួមកសាងហ្នឹងតិចគ្នាទេបើសិនជាគប់គ្នាវិញណាមួយខែ$1 17លានហ្នឹងវាឃើញបច្ច័យយកទៅធ្វើបាច់ធ្វើវត្ត10ទេធ្វើវត្ត20កុំអស់ទេគូណាបាទហ្នឹងហើយចឹងបានថាកម្រណាស់ណាបណ្ឌិតឬអ្នកប្រាជ្ញនេះចឹងហើយបានជានៅក្នុងគម្ពីរវិសូតហ្នឹងព្រះអង្គបញ្ជាក់ថាសត្វទាំងឡាយដែលធ្លាក់នរកវាច្រើនណាញាតិញោមអើលោកគ្រូណាដូចរោងគោអញ្ចឹងញាតិញោមណាសត្វទាំងឡាយដែលធ្លាក់អបាយភូមិដូចរោងគោសត្វទាំងឡាយដែលបដិសន្ធិនៅក្នុងសុគតិភពឬក៏បានដល់ត្រើយពលគឺព្រះនិព្វាននឹងដូចស្នែងគោណែវាអញ្ចឹងណាបាទអញ្ចឹងបានថាយើងកុំដើរតួជាបុគ្គលពាលញាតិញោមយើងដើរតួជាអ្នកប្រាជ្ញជាបណ្ឌិតអញ្ចឹងទៅណាដើម្បីចូលរួមកសាងនៅវត្តខ្មែរទាំង10ជាមួយព្រះអង្គគ្រូណាព្រះទេវសត្ថាបណ្ឌិតពើមេតាបាទនឹងខ្លឹមសារភាសាហ្នឹងប៉ុណ្្នឹងឯងញាតិញោមហើយតទៅនេះញាតិញោមឆ្លៀតថ្លែងអំណរអគុណដល់ញាតិញោមពុទ្ធបរិស័ទជាពិសេសនឹងលោកឪពុកស្រីងួននៅដល់អតេមកញឹកដល់ហើយណាឲ្យតែ2 3ថ្ងៃខានផ្សាយឈ្មោះតាក់តងមកហើយតាក់តងមកបងគ្រូថា
ហ៊ានពូនពីណាហ្នឹងអីបាត់ឈ្មោះខ្ញុំកណាអត់ឃើញផ្សាយសោះ ឥឡូវផ្សាយទៀតហើយលោកពុកស្រីងុនអើយអ្នកម្ដាយបាសិកាហ៊ុនអ៊ីមដែលព្រមនឹងកូនចៅគាត់ជាវដីពុទ្ធកយាហ្នឹងគឺថា1ការ៉េ$1000ហ្នឹងគាត់បង់បាន6លើកហើយណាថ្ងៃមុនហ្នឹងបាន400000ហើយបាសិកាសោតព្រមទាំងកូនចៅ15000បាសិកាស៊ីមព្រមទាំងកូនចៅ10000រៀលសរុបបច្ច័យរបស់គាត់ទាំងអស់425,000រៀលណាលោកឪពុកស្រីងុនហ្នឹងហើយគូពុយទីហៅចាតូចនៅភូមិក្រាំងដៃឃុំថ្លុកស្រុកទ្រាំងខេត្តតាកែវណាឥឡូវជិតដល់ខែផ្ញើមកទៀតហើយតែដល់ខែគាត់ផ្ញើមកហើយដឹងតែមួយខែ100ចិត្តបាន1ការ៉េមកគាត់ហើយហ្នឹងចឹងបានថាញោមញាតិដតីទៀតដែលមានសទ្ធាអីហ្នឹងគឺថាមានលទ្ធភាពបង់ទាំងដុលញោមបង់លួសណាដោយចាតូចចឹងទៅណាមួយខែ100000ក៏បាន200000ក៏បានហ្នឹង300000ឬក៏400000ចឹងទៅយូរបានដី1ការ៉េបាទហ្នឹងអរគុណណាលោកពុកស្រីងុនហ្នឹងបាទហើយឆ្លៀតទៅទៀតនេះអានឈ្មោះញាតិញោមដែលចូលកន្លងមកច្រើនដែលក្នុងនោះមានតែម្ដាយបាសិកាខាន់ឡាតនិងកូនចៅណាចូលច្រើនណាស់មានចូលមាសមកតម្លឹងកន្លះណាចូលបន្ទប់ទឹកណានៅវត្តខ្មែរសង្ឃស័កចូលដីកថានោះ$1520របងមកប្រឡោះណា$1500ចូលព្រះវិហារ$1000ដីពុទ្ធគយា2ម៉ែត្រការ៉េ$2000ចូលវត្តកាលនៅវត្តបទុមនោះក៏ចូលដែរញាតិញោមមាស5ហ៊ុនហើយអានេះមួយត្រៃណាសពមួយត្រៃទៅកឋិនញាតិញោមចង់បានរំលឹករឿងកឋិនទៅឥណ្ឌាហ្នឹងញាតិញោមមួយត្រៃធំ$300ត្រៃតូច$150ណាហើយចូលសសរបច្ចេកដីមួយដើម$1500ចូលព្រះវិហារណា$100ចង្ហាន់$100ចូលរបងវត្តទី10ណា$500ជាវដី1ម៉ែត្រការ៉េ$70ចង្ហាន់$30ណាអូបាសិកាខាន់ឡាតនៅខាងតាខ្មៅណាគាត់ជ្រះថ្លាណាស់បាទអរគុណណាអ្នកម្ដាយញាតិញោមពុទ្ធបរិស័ទទាំងអស់នឹងបញ្ចប់ប៉ុណ្ណឹងចុះញាតិញោមដោយសារពេលវេលាណាទុកកាសជូនគ្រូហ៊ានហំណាសម្ដែងនិមរិទ្ធពុទ្ធិស័តរបស់យើងតទៅទៀតតើមានសេចក្តីយ៉ាងណាសូមញាតិញោមទាំងអស់ចូលរួមណាជាមួយគ្រូហ៊ានហំដូចតទៅគណៈជាបន្តទៅនេះខ្ញុំប្រកាសថាខ្ញុំបាទនឹងបានឱកាសដើម្បីសម្ដែងពធជាប់តេតលនៅក្នុងប្រវត្តិរឿងរ៉ាវរបស់ព្រះបាទនិមរាជដែលព្រះអង្គទ្រង់បានកសាងនៅអធិដ្ឋានបារមីតែឈ្មោះថាអធិដ្ឋានបារមីគឺការតាំងចិត្តមមរបស់ព្រះបរមពុរិស័ទដែលលោកបានកសាងជាពិសេសលោកបានតាំងចិត្តដើម្បីថាឲ្យទានក៏ឲ្យទានយ៉ាងច្រើនសន្ធឹកសន្ធាប់តែពេលលោកតាំងចិត្តរក្សាសិលក៏លោករក្សាសិលយ៉ាងមមចឹងទៅនេះគឺជាការដែលអធិដ្ឋានក្នុងចិត្តតែបុគ្គលដទៃមិនអាចដើម្បីនឹងប្រៀបផ្ទឹមជាមួយនឹងព្រះសម្មាសម្ពុទ្ធការដែលព្រះអង្គនៅជាពពុរិស័ទនឹងបានទេនឹងដូចគុណចាស់ពុទ្ធបរិស័ទប្រាថ្នាថាចង់ទៅដែនដីពុទ្ធភូមិបើយើងតាំងចិត្តអត់មមអត់បានទៅដែរគ្រូតាំងចិត្តមមនឹងបានទៅហ្នឹងហើយអាហ្នឹងមានញាតិញោមខ្លះក៏តែតែសំលុយឲ្យបានគ្រប់ដើម្បីទៅញាតិញោមខ្លះគាត់លក់តកួនខ្លះលក់អេតចាយតែគាត់តាំងចិត្តថាទៅបានទៅបើគាត់មែនអញ្ចឹងគ្រូលក់សំអានឹងអាស្រ័យទៅលើការតាំងចិត្តអញ្ចឹងបាននៅក្នុងប្រវត្តិរឿងរ៉ាវរបស់ព្រះបរមពុរិស័ទព្រះបាទនិមរាជហ្នឹងគឺអស្ចារ្យទាំងដែលលោកបានតាំងចិត្តមមទៅនៅក្នុងការឲ្យទានក្តីក្នុងការរក្សាសិលរហូតដល់ទៅការចម្រើននៅសមាធិហ្នឹងហើយនៅក្នុងថ្ងៃនេះគុណចាស់ពុទ្ធបរិស័ទជើងនឹងបានឱកាសស្ដាប់អំពីប្រវត្តិ
រឿងរ៉ាវរបស់ព្រះបាទនមរាជនឹងបានធ្វើដំណើរទៅកាន់ឋានតាវតឹងជាមួយនឹងមេតល័យទេវបុត្រហើយមេតល័យទេវបុត្រគឺជានាយសារថីអ្នកបរសេះហ្នឹងហើយបរត់បរសេះបរត់ហ្នឹងហើយបរត់រត់ដែលទឹមទៅដោយសេះហើយសេះជាសេះសន្ធប់ណាគ្រូសេះទឹកសេះអាចហោះហើរលើអាកាសបានអស្ចារ្យទាំងហើយនៅក្នុងពេលដែលធ្វើដំណើរទៅកាន់ឋានតាវតឹងក្នុងកាលនោះបានជួបវិមានមួយតែមានលក្ខណៈល្អល្អវិចិត្រទៅដោយកែវមณีវិចិត្រទៅដោយកែវពិទូហើយតាមដែលលោកបានបញ្ជាក់ថាព្រះបាទនមរាជនឹងនៅពេលដែលបានទស្សនាឃើញវិមានកែវមณีនឹងក៏មានចិត្តត្រេកអរក៏មានចិត្តរីករាយហើយក៏បានលន់មាត់ពោលថាវិមាននេះមានវិការៈនៃកែវមณีវិការៈនៃកែវពិទូគួរឲ្យជាទីពេចពើរមើលមើលគួរឲ្យជាទីរីករាយនៃចិត្តហ្នឹងហើយគ្មានវិមានណាដែលស្អាតដូចជាវិមាននេះទេហើយក៏បានទស្សនាមើលទៅឃើញមានលក្ខណៈអស្ចារ្យក្រៃលែងហ្នឹងនៅក្នុងពិភពហ្នឹងគឺថាមានលក្ខណៈផ្សេងគ្នាអញ្ចឹងគ្រូបាទពេលខ្លះយើងឃើញហើយលើអាកាសហ្នឹងមានមេឃហ្នឹងហើយលើអាកាសហ្នឹងមានមេឃប៉ុន្តែនៅក្នុងអាកាសហ្នឹងវាអត់មានអីទេលំហហ្នឹងហើយតាមពិតទៅវាមានវិមានដែលលើអាកាសហ្នឹងអញ្ចឹងបានពួកអ្នកវិទ្យាសាស្ត្រចេះតែរកឃើញភពម្ដងមួយអញ្ចឹងគ្រូបាទពុតដំបងអត់ជឿទេអត់ជឿតែមានភពដតីទេមានភពតែមួយហ្នឹងឯងប៉ុន្តែឥឡូវគឺចាប់ផ្ដើមជឿបដាហើយហ្នឹងហើយជឿត្រង់ណាត្រង់ថាគេអាចទៅបានណាគេអាចទៅកាន់ភពប្រច័នភពព្រះអង្គាភពអីចឹងទៅប៉ុន្តែនៅក្នុងភពមួយហ្នឹងគឺអាចមានទេវតារស់នៅឬក៏សត្វរស់នៅភពខ្លះក៏អត់តន់មានសត្វរស់នៅដោយសារតែបរិយាកាសនៃភពនោះគឺមិនអំណោយទានអីចឹងទៅដូចជាវិមានរបស់ឧបាសិកានេះអញ្ចឹងគឺមានលក្ខណៈសមត្ថជាស្រ័យរបស់ឧបាសកនេះគឺថាមានលក្ខណៈវិចិត្រទៅដោយកែវពិទូនៅកែវពិទូស្អាតណាស់ហើយនៅក្នុងវិមាននឹងឯងគឺមានអ្នករំអ្នកច្រៀងផ្គុំដូរតន្ត្រីបាទមានលបែងលបាំច្រៀងអីចឹងទេហ្នឹងហើយនៅក្នុងវិមានហ្នឹងលោកសម្ដែងថានៅពេលដែលព្រះបាទនមរាជក៏លែងឃើញហេតុអស្ចារ្យអញ្ចឹងក៏បានសាកសួរដល់បុព្វកម្មរបស់ទេវបុត្រនឹងឯងថាហេតុអីបានជាមានវិមានដ៏ស្កឹមស្កៃវិការៈនៃកែវវិទូណាកែវវិទូហ្នឹងលោកសម្ដែងថាមានលក្ខណៈដូចជាពេជ្រភ្នែកឆ្មាអញ្ចឹងហ្នឹងគ្រូណាគឺថាចាំងផ្លេកអញ្ចឹងបានប្របាទនៅមរាជនឹងឃើញសភាពអស្ចារ្យអញ្ចឹងក៏សាកសួរដល់មេតល័យទេវបុត្រថាមើលទេវបុត្របំរើហ្នឹងហើយតើហេតុដូចម្ដេចបានជាវិមាននឹងឯងស្អាតល្អហើយឧបាសកសូមអធិស្ឋានគឺទេវតានឹងបានធ្វើបុណ្យអីកាលដែលនៅជាមនុស្សនេះសួរអញ្ចឹងណាគ្រូបាទធ្វើបុណ្យអីបានវិមានកែវវិទូហើយនៅក្នុងវិមាននឹងឯងគឺមានសំឡេងទឹកលន់ឮស្គរសម្ភោរបាំរំច្រៀងប្រគំដូរតន្ត្រីគួរជាទីត្រេកអរគួរជាទីរីករាយអញ្ចឹង
បាននៅក្នុងពេលហ្នឹងឯងមេតល័យទេវបុត្រហ្នឹងក៏ឆ្លើយប្រាប់ថាមហាបពិតទេវបុត្រអង្គនេះកាលដែលនៅជាមនុស្សជាឧបាសកមានប្រកដីរស់នៅក្នុងក្រុងពារាណសីក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធពនាមកស្សបៈគឺមុនពុទ្ធបរមគ្រូយើងមួយអង្គលោកគ្រូបាទហ្នឹងហើយពីព្រោះរាប់ពីព្រះសម្មាសម្ពុទ្ធសមណៈគោតមថយក្រោយទៅគឺព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងហើយនៅក្នុងផែនដីនេះមាន5ព្រះអង្គគឺកកុសន្ធោកោណាកមនោប្រកាសបោគឺព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងហើយបានសមណៈគោតមបរមគ្រូនៃយើងបន្តមកទៀតគឺបានព្រះសិអាមេត្រីបាទប៉ុន្តែនេះនៅក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងមានទីក្រុងមួយឈ្មោះទីក្រុងពារាណសីណាในទីក្រុងពារាណសីហ្នឹងជាទីក្រុងបុរាណនៅក្នុងកាប់ផែនដីហ្នឹងគឺទីក្រុងពារាណសីហ្នឹងគឺជាទីក្រុងចាស់បុរាណមកគ្រប់សម័យកាលគ្រូបាទអត់បាត់បង់ទៅណាទេនៅក្នុងផែនដីហ្នឹងតែផែនដីមុនផែនដីអីហ្នឹងគឺអាចដូរឈ្មោះតែនៅក្នុងផែនដីនេះគឺថាពារាណសីហ្នឹងនៅតែពារាណសីអត់ដូរឈ្មោះបាទហ្នឹងហើយជាទីក្រុងបុរាណហើយសម័យកាលបច្ចុប្បន្នហ្នឹងគឺថាមានព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងគឺលោកបានទៅប្រកាសសម្ដែងពធហៅថាបឋមទេសនាហ្នឹងបាទនៅទីក្រុងពារាណសីហ្នឹងបាទអញ្ចឹងបាននឹកឃើញព្រះអង្គពើមេត្តាលោកគ្រូបាទព្រះអង្គគ្រូលោកមានបញ្ញាញាណដឹងថាទីក្រុងពារាណសីជាទីក្រុងដ៏ល្បីល្បាញក្នុងសម័យពុទ្ធកាលហើយក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធកកុសន្ធោក្តីកោណាកមនោក្តីប្រកាសបោនឹងក្តីសមណៈគោតមក្តីគឺតែងតែប្រកាសសម្ដែងនៅពធទេសនានៅទីនោះអញ្ចឹងបានព្រះអង្គគ្រូក៏សាងវត្តនៅក្នុងបានមួយដែរមិនអញ្ចឹងលោកពុយទីបាទហ្នឹងហើយហើយឥឡូវនេះយើងបន្តទៅទៀតបាទនៅក្នុងសេចក្តីហ្នឹងលោកបានបញ្ជាក់ថានៅពេលដែលមេតល័យទេបុត្របានរៀបរាប់ថាឧបាសកនឹងគាត់មានសេចក្តីជ្រះថ្លាណាស់នៅក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធកស្សបៈនឹងក៏បានមានការបំពេញនៅបុណ្យកុសលក្នុងនោះមានការកសាងសួនច្បារស្រះអណ្ដូងទឹកស្ពានហើយអ្វីដែលសំខាន់នោះគឺទំនុកបំរុងបច្ច័យ4ដល់ព្រះភិក្ខុសង្ឃមានចៃវរបច្ច័យបណ្ឌបាតបច្ច័យសេនាសនបច្ច័យកិលេនភេសជ្ជបច្ច័យទាំងបច្ច័យទាំង4នឹងតែងតែទំនុកបំរុងដល់ព្រះអរហន្តទាំងឡាយដោយចិត្តជ្រះថ្លាហើយគាត់បានរក្សានៅឧបោសថសិលដែលសិល8គ្រូបាទហ្នឹងហើយគាត់តែងតែរក្សានៅបកតិឧបោសថរៀងរាល់ថ្ងៃតេថីទី14ទី15ហើយតេថីទី8នៃបកហើយមិនត្រឹមតែប៉ុណ្ណោះគាត់រក្សានៅបដិហារយៈឧបោសថទៅទៀតនឹងបាទគាត់រក្សានៅឧបោសថចឹងដល់ទៅពេលគាត់ស្លាប់ពីកំណើតមនុស្សនឹងទៅបានទៅកើតនៅក្នុងវិមានជាទឹកនឹងលោកគ្រូបាទនៅឋានទេវតានឹងឯងអស្ចារ្យអញ្ចឹងគឺនៅក្នុងសេចក្តីនេះគ្រាន់តែចង់បញ្ជាក់ថាការបំពេញទានសំខាន់ណាស់ដែលជាឧបការៈដែលនាំឲ្យគាត់បានវិមានដល់ស្កឹមស្កៃហើយនឹងការរក្សានៅឧបោសថសិលអញ្ចឹងណាគ្រូបាទអូអស់ម៉ោងបាត់ហើយលោកគ្រូហើយបាទសល់1នាទីបាទហ្នឹងគឺសូមឆ្លេះត្រឹមប៉ុណ្ណឹងសិនតែដោយកម្មវិធីយើងអស់ម៉ោងហើយខ្ញុំបកណាខ្ញុំបាទគ្រាន់តែចង់ប្រកេននឹងជម្រាបជូនដល់ពុទ្ធបរិស័ទយើងកុំគិតថាការធ្វើទាននឹងប្រយោជន៍អីបានផលអីនឹងអស់ប្រាក់ឥតប្រយោជន៍
ណែហើយខំរក្សាសិលអីសិល7ស៊ី7ណែអាហ្នឹងពាក្យខ្លះគេតែងពោលអញ្ចឹងគ្រូតាមពិតមកពីអ្នកដែលនិយាយនឹងអត់ស្គាល់បនអត់ស្គាល់បាបទី1គឺទី2គាត់មិនបានដឹងថាតើសេចក្តីល្អនេះគឺថ្នាក់ទាននេះដែលបានបំពេញនេះជាចំណុចសំខាន់ណាស់តែអញ្ចឹងបាននឹកឃើញដល់ពុទ្ធបរិស័ទដែលគាត់មានសទ្ធាជ្រះថ្លាមានឧបាសិកាអំពូនឧបាសកជាសង្ឃមណាអូនពូនបាទបាសិកាអូនពូនគាត់អូនិយាយពីរឿងទៀនហ្នឹងសង្ឃថាប្រហែលមហាបាសិកាវិសាខាដែរប៉ុន្តែយើងមិនប្រៀបអីដល់ថ្នាក់នោះពេកទេប៉ុន្តែបើយើងនិយាយពីក្នុងសម័យកាលបច្ចុប្បន្នពិបាករកមនុស្សដែលមានសទ្ធាជ្រះថ្លាប្រហែលឧបាសិកាអូនពូនហ្នឹងពិបាកដែរណាលោកពុយទីបាទហ្នឹងហើយបានលោកគ្រូបាទហើយពីអ្នកប្តីប្រពន្ធគាត់ហ្នឹងហើយជាពិសេសគឺថាក្រុមគ្រួសារគាត់ទាំងអស់នឹងតែម្ដងទាំងសិតតែមានសទ្ធាជ្រះថ្លាហ្នឹងហើយសួរថាបានប្រយោជន៍ថាបានប្រយោជន៍តទៅអនាគតទៅចាស់ទៅចង់ដោយឧបាសកដែលខ្ញុំប្រកាសណាខ្ញុំបាទលើកឡើងពីវិមានរបស់ឧបាសកនៅឋានទេវតានោះបាទហ្នឹងឥឡូវដោយសារតែកម្មវិធីយើងអស់ម៉ោងខ្ញុំប្រកាសណាខ្ញុំបាទក៏សូមបញ្ចប់ប៉ុណ្ណឹងចុះលើកប្រគេនចែកជូនដល់ពុទ្ធបរិស័ទទាំងអស់សូមបានចំណែកនៃធម្មទាននេះឲ្យបានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាសម្រាប់ពេលនេះខ្ញុំប្រកាសណាខ្ញុំបាទទៀតណោមរួមជាមួយលោកពុយទីលោកគ្រូមានសុផាន់សូមលំអរមនកាយក្រាបថ្វាយបង្គំលានិងសូមជម្រាបលាដំណឹងគណៈធម្មយាត្រាបំពេញបុណ្យទៅកាន់ដែនដីពុទ្ធភូមិប្រទេសឥណ្ឌានេប៉ាល់សម្រាប់បុណ្យកឋិនអ្នកទានBuddham Saranam Gacchami គណៈធម្មយាត្រាយើងនឹងត្រៀមចេញដំណើរទៅកាន់ដែនដីពុទ្ធភូមិខាងមុខនេះនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2026ចំនួន22ថ្ងៃខ្ញុំព្រះករណាអាត្មាភាពយើងខ្ញុំជាគណៈកម្មការកណ្ដាលបានរៀបចំដំណើរគណៈធម្មយាត្រាជារៀងរាល់ឆ្នាំទៅនមស្ការថ្វាយបង្គំពុទ្ធសង្ឃវិជ្ជនីយដ្ឋាននិងទេសនាភ្នំហេមពៀនជាដើមដើម្បីញ៉ាំងពុទ្ធបរិស័ទមហាបរិស័ទឲ្យមានឱកាសបំពេញបុណ្យបានទៅដល់ម្ដងហើយម្ដងទៀតបានស្គាល់ទីពុទ្ធស្ថានធំទាំង4មានប្រសូតត្រាស់ដឹងសម្ដែងធម្មចក្របរិនិព្វាននិងពុទ្ធស្ថាននានានៅទីនោះផងដែរទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅតម្លៃក្នុងម្នាក់ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ខែសីហាតម្លៃ$950ចាប់ពីខែកញ្ញារហូតដល់ខែតុលាតម្លៃ$1050សូមបញ្ជាក់1សម្រាប់អ្នកចង់ទៅភ្នំហេមពៀនហៅថាភ្នំទឹកកកត្រូវថែមម្នាក់$170 2ត្រូវមានលិខិតឆ្លងដែនឬប៉ាសពត3រូបថត5x5ថតថ្មីផ្ទៃស2សន្លឹកព័ត៌មានផ្សេងសូមទំនាក់ទំនងមកកាន់ទីស្នាក់ការកណ្ដាលកុដលេខ4វត្តកោះមេតាពោធិវង្សសង្កាត់ទួលសង្កែទី2ខណ្ឌឫស្សីកែវរាជធានីភ្នំពេញក្បែរអ៊ីអន2ផ្លូវបណ្ឌិតមុងរទ្ធី1928ទូរស័ព្ទលេខ017 29 30 59 097 429 30 59និង012 64 71 42សូមអរព្រគុណនិងអរគុណSaranam
इदं खोपन भिक्खवे दुःखसमुदयं यम् अरिय सत्यम् នេតិព្រះពុទ្ធសាសនាខ្មែរនិងដែនដីពុទ្ធភូមិដែលផ្សាយក្នុងថ្ងៃនេះចាប់តែប៉ុណ្ណេះសូមពុទ្ធបរិស័ទរងចាំស្ដាប់បន្តទៀតតាមពេលវេលានិងម៉ោងដដែលកម្មវិធីនេះដំណើរការទៅបានអាស្រ័យលើមានការឧបត្ថម្ភចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយផងដែរហេតុនេះប្រសិនបើពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចង់ចូលរួមចំណែកឧបត្ថម្ភក្នុងកម្មវិធីនេះសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ017 29 30 59 និង097 429 30 59 សូមអរព្រះគុណនិងអរគុណ तन्हाय